Hello ស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី168របស់យើងចាប់ផ្ដើមនៅសាយរឿងនៅក្នុងឡានភ្នំមួយកន្លែងដែលពេលនេះឈិនធានកំពុងតែដាប់នៅដុំទឹកកកដ៏ធំមួយវាគឺជាដុំទឹកកកដ៏ទេវភាព10000ឆ្នាំដែលលោកព្រឹទ្ធាចារ្យឈៀងសួនបានប្រកល់មកឲ្យគេខណៈពេលនោះផងដែរគេក៏បានស្រមៃទៅដល់អលិតកាដែលបានជួបជាមួយនឹងយុនសាំងដំបងពេលនោះនាងក៏បាននិយាយណែនាំខ្លួនថាខ្ញុំឈ្មោះណាឡានយុនសាំងអរគុណអ្នកក្លាហានដែលបានជួយសង្គ្រោះខ្ញុំបន្ទាប់ពីឃើញនាងដំបងឈិនធានពេលនោះក៏បានលន់មាត់ថាមើលទៅនាងពិតជាដូចនារីម្នាក់នោះខ្លាំងណាស់បន្តស្រមៃឃើញគេបានជួយយុនសាំងម្ដងហើយម្ដងទៀតពេលចុងក្រោយគឺនាងបានលងលក់នៅក្នុងរង្វង់ដៃរបស់ឈិនធានលោកបានសន្យាជាមួយនឹងខ្ញុំហើយថានឹងជួយខ្ញុំឲ្យបានបន្ទាប់ពីដាប់ដុំទឹកកកនោះខ្លាយទៅជាទម្រង់ក្រេរួចហើយឈិនធានក៏បានបីនៅរាងកាយរបស់យុនសាំងដាក់ឲ្យគេនៅលើនឹងទេពអប្សរវិនបៃស៊ឺបាននិយាយថាជាមួយនឹងដុំទឹកកក10000ឆ្នាំនេះនឹងអាចជួយរក្សាព្រលឹងវិញ្ញាណរបស់អ្នកឲ្យត្រឡប់មកដូចទម្រង់ដើមវិញសូមអ្នកគេឲ្យលងលក់ចុះខ្ញុំនឹងដាស់ស្មារតីវិញ្ញាណរបស់អ្នកឲ្យភ្ញាក់ឡើងមកវិញបន្ទាប់មកគេក៏បានប្រើប្រាស់ធម៌ពលដើម្បីធ្វើជាការការពារឲ្យនាងពេលនោះអន្តរិយជាងឡាវក៏បានបង្ហាញខ្លួនអាក្មេងវាគឺជាការល្អក្នុងការឲ្យតម្លៃដល់ភាពស្មោះត្រង់និងការស្រឡាញ់គ្នាប៉ុន្តែកំឡុងនឹងគំនិតរបស់ខ្លួនឯងដោយឈិនធានក៏បានក្រវីក្បាលមន្ត្រីអន្តរិយជាងឡាវមើលទៅលោកកំពុងតែគិតច្រើនពេកហើយខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងតែធ្វើតោះពូយើងត្រឡប់ទៅវិញចាំមើលថាព្រឹទ្ធាចារ្យស៊ីម៉ាទូកំពុងតែរៀបចំផែនការអ្វីសម្រាប់ខ្ញុំក្រឡេកមកទីលានប្រកួតភ្នំដាវស៊ូដែលឈិនធានក៏បានបង្ហាញខ្លួនចូលមកភ្ញាក់ផ្អើលលន់មាត់ថាហេតុអ្វីបានជាអ្នកទាំង3នៅទីនេះកញ្ញាវូរងនេះក៏បានលើកឡើងសិស្សម្នាក់នៃកម្ពុជាភ្នំឈៀងសួនរបស់យើងកំពុងតែធ្វើការប្រកួតប្រជែងដូច្នេះពូយើងត្រូវតែមកទីនេះដើម្បីគ្រប់គ្រងនេះពេលនោះកញ្ញាយិនអឺនាងក៏បាននិយាយរាកទាក់ទៅកាន់ឈិនធានសួស្ដីខ្ញុំឈ្មោះអ៊ូយិនហើយនេះគឺជាវូឡុងខ្ញុំបានឮមកថាគូប្រកួតរបស់អ្នកនៅក្នុងថ្ងៃនេះគឺជាសិស្សកម្ពុជានៃភ្នំធានវូដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យបានល្អវូឡុងក៏បានបន្ថែមកុំខ្លាចអីគ្រាន់តែបន្តទៅមុខហើយព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដោយឈិនធានក៏បានតបទៅវិញថាសូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នាចាប់តាំងពីខ្ញុំបានទទួលយកការប្រកួតប្រជែងមួយនេះខ្ញុំមានទំនុកចិត្តរួចស្រាប់ទៅហើយបន្ទាប់ពីឃើញសិស្សច្បងហ្វូរងផ្លឹកគាត់ក៏បានសួរថាមានរឿងអ្វីខុសឆ្គងមែនទេចាខ្ញុំគ្រាន់តែមានអារម្មណ៍ថាអ្នកមិនដូចពីមុននោះទេដោយកញ្ញាយិនអឺនាងក៏បានស្ទុះចូលមកត្រូវហើយអ្នកប្រសើរជាងមុនច្រើនណាស់ជាមួយនឹងទឹកមុខរីករាយទៀតផងញញឹមបន្តិចឈិនធានក៏បានបន្លាស់ទីឡើងមកលើស៊ីវៀនហើយពេលនោះយើងក៏បានឃើញបរិសម្នាក់បានបង្ហាញខ្លួនបោះជំហានចូលមកជាមួយនឹងអំណាចធម្មពលប្រតិកោដែលធ្វើឲ្យទស្សនានៅទីនោះបានខ្សឹកខ្សៀគ្នាថាគេគឺជាស៊ូសងជៀនមានពាក្យចចាមអាណាបាននិយាយថាគេជិតឈានចូលទៅដល់កម្រិតពុះបរិសុទ្ធហើយមើលទៅការប្រកួតគ្នាជាមួយនឹងសិស្សចំនួនថ្មីដែលទើបតែចូលមកវាគូតែគ្មានអ្វីពិបាកសម្រាប់គេនោះទេបន្ទាប់ពីចុះមកដល់ខាងក្រោមហើយប្រជុំមុខជាមួយនឹងឈិនធានគេក៏បានស្រមៃថយក្រោយឲ្យយើងបានឃើញនៃការពិភាក្សាជាមួយនឹងព្រឹទ្ធាចារ្យស៊ីម៉ាទូបើចាំបាច់អ្នកត្រូវតែលេបវាលោកគ្រូតើលោកគ្រូចង់មានន័យដូចម្ដេចមិនចាំបាច់ស៊ូច្រើននោះទេធ្វើតាមបញ្ជារបស់យើងទៅបានហើយក្រឡេកមកវិញពេលនេះស៊ូសងជៀនគេក៏បានគេក្នុងចិត្តខ្ញុំគឺជាសិស្សកម្ពុជាដ៏ពិតប្រាកដប៉ុន្តែបែរជាលោកគ្រូមិនទុកចិត្តខ្ញុំទាល់តែសោះដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញពីកម្លាំងដ៏ពិតប្រាកដរបស់ខ្ញុំឲ្យអ្នកបានឃើញថាសិស្សនៃកម្ពុជាភ្នំធានវូខ្លាំងក្លាប៉ុណ្ណាហើយអ្នកគូតែមានអារម្មណ៍ថាមានកិត្តិយសណាស់ដែលជាសិស្សចំនួនថ្មីដែលបានប្រកួតប្រជែងជាមួយនឹងសិស្សកម្ពុជាដូចជាខ្ញុំហើយពួកអ្នកទាំងអស់គ្នានឹងចងចាំថាអ្នកត្រូវបានចែកនៅក្រោមដៃរបស់ខ្ញុំឈិនធានបានតបថាដោយដែលបានរំពឹងទុកកម្ពុជាភ្នំដ៏រឹងមាំបំផុតនៅក្នុងចំណោមកម្ពុជាភ្នំទាំង4មានសិស្សពិតប្រាកដម្នាក់អាចគ្រប់គ្រងដោយអំណាចធម៌ពលបានហើយដោយស៊ូសងជៀនគេក៏បានពោលថាមើលទៅអ្នកក៏មានការយល់ដឹងខ្លះដែរប៉ុន្តែវាយឺតពេលហើយបន្ទាប់មកគេក៏បានបញ្ជានៅប្រឡាទឹកកកស្រួយៗជាច្រើនចូលទៅវាប្រហារបាញ់ចោលទៅលឿនដូចជាគ្រប់ព្រួយប៉ុន្តែជិនធានក៏បានបើកធម៌ពលរបស់គាត់ដើម្បីការពារទប់រងដែលធ្វើឲ្យស៊ូសងជៀនបានភ្ញាក់ផ្អើលតើវាអាចទៅរួចដោយរបៀបណាអ្នកគឺជាសិស្សម្នាក់ដែលមាននៅក្បាច់គុណកម្រិតទាបបែរជាអាចទប់ទល់នឹងអំណាចធម៌ពលរបស់ខ្ញុំបានបោះអាវបន្តិចជិនធានបានតបថាអំណាចធម៌ពលរបស់អ្នកពិតជាខ្លាំងក្លាមែនប៉ុន្តែជាអកុសលអ្នកមិនអាចរក្សាតំណែងជាសិស្សកម្ពុជាបាននោះទេជិនធានក៏បានប្រើប្រាស់នៅអំណាចធម៌ពលជីវិតនិងសេចក្តីស្លាប់វាប្រហារចូលទៅធ្វើឲ្យស៊ូសងជៀនព្យាយាមទប់រងប៉ុន្តែមិនគ្រប់គ្រាន់នោះទេត្រូវបានខ្ទាត់ប៉ើងឈិនធានបន្តបន្លាស់ទីចូលមកយ៉ាងលើបង្ហាញខ្លួននៅចំពោះមុខគេកាប់មួយដៅចូលទៅប៉ុន្តែត្រូវបានទប់រងសាយភីជាមួយនឹងធម្មពលដ៏ខ្លាំងក្លាពេញលេស៊ីវៀនបន្ទាប់ពីឃើញបែបនោះព្រឹទ្ធាចារ្យនៃកម្ពុជាភ្នំផ្សេងទៀតបានពោលថាគេបានបំបែកអំណាចធម្មពលទឹកកករបស់ស៊ូសងជៀនដោយមួយស្និតដៅកម្លាំងក្មេងម្នាក់នេះមិនធម្មតានោះទេចំណែកព្រឹទ្ធាចារ្យស៊ីម៉ាទូមិនសូវពេញចិត្តឡើយសម្រាប់អត់ប្រយោជន៍ហេតុអ្វីបានជានេះនៅឈោទីនោះទៀតប្រញាប់ឡើងលេបឈាមដល់ទេវភាពភ្លាមទៅបន្ទាប់ពីខ្ទាត់ប៉ាងម្ដងទៀតស៊ូសងជៀនក៏បានបញ្ចេញដំណក់ឈាមឡើងមកដោយសារតែគ្មានជំរឿគេក៏បានលេបចូលស្រ័យបំផ្ទុះជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាចេញមកឈិនធានក៏បានដឹងដូចគ្នាផងដែរនិយាយឌឺដងថាអ្នកមិនអាចយកឈ្នះខ្ញុំបានបែរជាពឹងលើដំណក់ឈាមវិធីសាស្ត្ររបស់អ្នកពិតជាគ្មានអ្វីថ្មីទាល់តែសោះដោយព្រឹទ្ធាចារ្យម្នាក់នោះគាត់ក៏បានចាប់អារម្មណ៍ថានេះគឺជាចំហាយធម្មពលនៃដំណក់ឈាមដ៏ទេវភាពរបស់ស៊ីម៉ាយៀនដោយព្រឹទ្ធាចារ្យម្នាក់ទៀតបានស្ដីឲ្យថាដើម្បីយកឈ្នះអ្នកមិនខ្វល់ពីជីវិតរបស់សិស្សនេះនោះទេដោយព្រឹទ្ធាចារ្យស៊ីម៉ាទូនៅតែមុខក្រាបបានតបថាសិស្សរបស់ខ្ញុំត្រូវការសម្រាប់ព្យាបាលត្រឹមតែ3ឆ្នាំប៉ុណ្ណោះគេនឹងជាសះស្បើយឡើងមកវិញបន្ទាប់ពីស្នាប់ឮបែបនោះព្រឹទ្ធាចារ្យស៊ុនលៀងក៏បានស្ទុះចូលទៅជួយឈិនធានប៉ុន្តែត្រូវបានព្រឹទ្ធាចារ្យស៊ីម៉ាទូបន្លាស់ទីចូលមកកាក់មុខជាងសួនហេតុអ្វីបានជានេះខឹងខ្លាំងម្ល៉េះនៅលើសៃមានប្រគូលស្លាប់រស់មិនដែលមានច្បាប់ហាមឃាត់ការប្រើប្រាស់ជំនួយខាងក្រៅមែនទេពេលនោះផងដែរព្រឹទ្ធាចារ្យឈិងសួនក៏បានបញ្ឆេះធម៌ពលនៅក្នុងកម្ដាប់ដៃរបស់គាត់វាប្រហារគ្នាជាមួយនឹងព្រឹទ្ធាចារ្យស៊ីម៉ាទូឡើងពេញនឹងពេលនោះផងដែរស៊ូសងយិនបានពោលថាឯងបានបង្ខំខ្ញុំឲ្យមកដល់ចំណុចនេះហើយអ្វីទាំងអស់គឺដោយសារតែឯងសម្រុកចូលទៅយ៉ាងលឿនវាប្រហារគ្នាហើយរអ៊ូទៀតថាខ្ញុំនឹងសម្លាប់ឯងដើម្បីសងសឹកឲ្យភាពអាម៉ាស់របស់ខ្ញុំដោយឈិនធានក៏បានតបពេលនេះអ្នកបានបំផ្លាញគ្រឹះនៃ
ការដាំដុះរបស់អ្នកយ៉ាងធ្ងន់ធ្ងរហើយវាហាក់ដូចជាមនុស្សដែលបានផ្ដល់នូវដំណក់ឈាមមកឲ្យអ្នកមិនខ្វល់ថាអ្នកស្លាប់ឬក៏រស់នោះទេនៅក្នុងស្ថានភាពដែលអ្នកកំពុងតែស្ថិតនៅឥឡូវនេះអ្នកពិតជាគួរអាណិតនិងសោកសៅខ្លាំងណាស់បន្ទាប់ពីពួកគេទាំងពីរបានកាប់ចែងជាមួយនឹងចំហាយធម្មពលរៀងខ្លួនដើម្បីទប់រងគ្នាផ្ទុះទាំងធ្វើឲ្យស៊ូសុងជាតិបានលន់មាត់វាឈួតហើយហើយអ្វីបានជាកលិតធម្មពលរវាងគេនិងខ្ញុំខុសគ្នាខ្លាំងម្ល៉េះចាក់បាញ់ចូលនៅចំហាយធម្មពលត្រជាក់ចូលទៅក្នុងដើមបន្ថែមលើកឡើងទៅខាងលើលេចចេញជាមួយនឹងចំហាយធម្មពលដើរដ៏ធំសម្បើមសម្លឹងមើលហើយឈិនធានបាននិយាយថាបើនេះជាអ្វីទាំងអស់ដែលអ្នកមានសិទ្ធិសម្រាប់ចូលទៅក្នុងព្រំប្រទល់អាណាចក្រសម្ងាត់វានឹងក្លាយជារបស់ខ្ញុំហើយពេលនោះផងដែរស៊ូសុងជាតិក៏បានស្រែកបញ្ជាជាមួយនឹងចំហាយធម្មពលដើរទៅកកដ៏ធំសម្បើមរបស់គេវាប្រហារចូលទៅដែលគឺជាស្នៀតកំបិតបំបីប្រលឹងបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានប្រើប្រាស់ជាមួយនឹងដំណាច់ផ្កាយបើកវាឡើងកំទេចនៅចំហាយធម្មពលដើរដ៏ធំសម្បើមមួយនោះខ្ទេចបន្ទាប់មកប្រើប្រាស់នៅម្រាមពីរបញ្ជាជាមួយនឹងអំណាចផ្កាយជាច្រើនចូលទៅវាប្រហារដែលវាបានចាក់ស្រេះទម្លុះនៅរាងកាយរបស់ស៊ូសុងជាតិធ្វើឲ្យគេពេលនោះបានស្រែកពោពេញទៅដោយការជឿចុកចាប់ផ្ទុះឡើងទាំងសំបីតែស្រមោលក៏មិនឃើញនោះដែរពេលនេះវូឈិនឈ្នះហើយដោយសិស្សនៅទីនោះបានលន់មាត់ថាសំបីតែគេបានប្រើប្រាស់ខ្សែឈាមរបស់ស៊ីម៉ាយៀនក៏ស៊ូសុងជាតិនៅតែចាញ់កម្លាំងរបស់វូឈិនពិតជាមិនអាចបានស្មានបាននោះទេពេលនេះអ្នកគ្រប់គ្រងផ្កាប់មុខរបស់ឈិនធានទាំង3នាក់បានសប្បាយចិត្តយ៉ាងខ្លាំងពិតជាអស្ចារ្យណាស់ដោយព្រឹត្តិការណ៍3នាក់ផ្សេងទៀតក៏បានបន្លាស់ទីចូលមកធ្វើការគោរពគូសំទៅព្រឹត្តិការណ៍ឈិងសួនសូមអបអរសាទរផងលោកព្រឹត្តិការណ៍ដែលទទួលបានសិទ្ធិដ៏មានទេពកោសល្យបែបនេះឥឡូវនេះភ្នំដៅស៊ូរបស់យើងមានអ្នកស្នងតំណែងដ៏ស័ក្តិសមម្នាក់ហើយព្រឹត្តិការណ៍ឈិងសួនក៏បាននិយាយដូចដងទៅព្រឹត្តិការណ៍ស៊ីម៉ាទូជាមួយនឹងលទ្ធផលមួយនេះតើអ្នកពេញចិត្តដែរឬទេមើលទៅមុខគាត់ក៏ដឹងហើយពេលនេះខឹងយ៉ាងខ្លាំងបានបន្លាស់ទីចាក់ចេញទៅកាន់មកពេលយប់នៅក្នុងដំណាក់របស់ព្រឹត្តិការណ៍ស៊ីម៉ាទូដែលពេលនោះយើងក៏បានឃើញបរិសម្នាក់បានបង្ហាញខ្លួនជាមួយអំណាចធម្មពលខ្លាំងក្លាគូសំព្រឹត្តិការណ៍ស៊ីម៉ាទូគាត់បានទូថាអ្នកបានចេញមកវិញហើយមែនទេបរិសម្នាក់នោះបានតបថាការខ្ញុំនៅឯកម្នាក់ឯងមានពួកសិស្សបរិសុទ្ធ2នាក់ទៀតមិនបានធ្វើសកម្មភាពណាមួយទេងើបឡើងដើរចូលមកព្រឹត្តិការណ៍ស៊ីម៉ាទូបានបន្តថាដោយសមមីដងធានជីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រាសាទបុរាណហើយគេមិនទាន់បានត្រឡប់មកវិញនៅឡើយនោះទេកាលពីខែមុនយូវ៉ាន់សៀវបាននាំនៅស្ត្រីម្នាក់ត្រឡប់មកក្នុងកំពូលភ្នំយើងវិញគំនិតរបស់គេមិនដែលផ្ដោតលើការដាំដុះទាល់តែសោះដោយបរិសម្នាក់នោះបានពោលថាមនុស្សម្នាក់លងនឹងប្រាសាទបុរាណហើយម្នាក់ទៀតលងនឹងស្នេហាពួកគេទាំងពីរនាក់តាមពិតទៅជាមនុស្សគ្មានតម្លៃនោះទេព្រឹត្តិការណ៍ស៊ីម៉ាទូបានបន្តពួកគេទាំងពីរមិនអាចប្រៀបផ្ទឹមជាមួយនឹងអ្នកបានឡើយប៉ុន្តែតំណែងរបស់បុត្រាបរិសុទ្ធគឺមានសារៈសំខាន់ណាស់ចំពោះមេដឹកនាំនិកាយបន្ទាប់ហើយគ្មានកំពូលភ្នំណាមួយនឹងលេងវាដ៏ងាយៗនោះទេដោយបរិសម្នាក់នោះបានប្រាប់ដោយមានភាពជឿជាក់ពេលខ្ញុំត្រឡប់មកពីព្រំដែននៃអាណាចក្រសម្ងាត់វិញខ្ញុំនឹងជួយលោកព្រឹត្តិការណ៍ទម្លុះនៅកម្រិតធម្មពលដល់ពេលនោះគ្មាននរណាអាចបញ្ឈប់ខ្ញុំបានឡើយដោយសារតែខ្ញុំមានសមត្ថភាពគ្រប់គ្រងលើអាណាចក្រទាំង10ហើយខ្ញុំគួរតែបង្ហាញឲ្យពិភពលោកទាំងមូលបានដឹងផងដែរថាមានតែខ្ញុំនោះទេដែលអាចគ្រប់គ្រងកំពូលភ្នំដាវស៊ូបានសម្រាប់គ្នាយើងដែលចង់ទស្សនាភាពបន្តភ្លាមៗនៅក្នុងកូនគោរព VIP ដែលបានមានដែលពេលនេះបានសម្រេចដល់ភាគទី208និង209ហើយនៅក្នុងកូនគោរព VIP ក៏មានរឿងផ្សេងទៀតផងដែរជាពិសេសគឺរឿងមួយកំបិតទម្លុះមេឃាដែលពេលនេះបានចេញដល់ភាគទី6អ្នកក្លាហានចចករាត្រីភាគទី19ហើយនៅមានរឿងផ្សេងទៀតបានសរុបទៅដូចជា10រឿងជាងហើយនៅក្នុងកូនគោរព VIP របស់យើងនិយាយពីតម្លៃចូលទស្សនាវិញមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះនោះអ្នកទាំងអស់គ្នានឹងអាចទស្សនាបានប្រចាំថ្ងៃតែម្ដងចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆាតសាកសួរព័ត៌មានបន្ថែមបាននិងហើយភាគទី168របស់យើងក៏ត្រូវបានបញ្ចប់ផងដែរក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះអមីនសូមជម្រាបលាបាយបាយ